សេចក្តីប្រកាសលុបចោលគម្រោងពង្រាយទ័ពអាមេរិក 4,000 នាក់នៅប៉ូឡូញប្រៀបដូចជាការវាយសំពងលើប៉ូឡូញមានព្រំដែនជាប់អ៊ុយក្រែនផងនិងបេឡារុសផងព្រមទាំងរុស្ស៊ីទៀតនោះប៉ូឡូញរំពឹងខ្លាំងណាស់លើប្រវត្តិទំនាក់ទំនងជាអតិភិបពិសេសជាមួយនឹងសហរដ្ឋអាមេរិកក្នុងផ្នែកការពារជាតិក៏ប៉ុន្តែពេលនេះប៉ូឡូញត្រូវប្រឈមនឹងការពិតជាក់ស្ដែងមួយដែលមិនអាចប្រកែកបានទាក់ទងទៅនឹងសេចក្តីសម្រេចរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំរដ្ឋមន្ត្រីផ្នែកនយោបាយតំបន់របស់ប៉ូឡូញបានទទួលស្គាល់ថាវត្តមានកងទ័ពអាមេរិកបានបម្រើផលប្រយោជន៍ប៉ូឡូញក្នុងនាមជាសម្ព័ន្ធមិត្តដ៏ស្និទ្ធម្នាក់របស់អាមេរិកតែដោយមិនចង់បញ្ឆេះក្តីព្រួយបារម្ភលោកនាយករដ្ឋមន្ត្រីប៉ូឡូញដូណាល់ទូកបានព្យាយាមធានារ៉ាប់រងថាការលុបគម្រោងពង្រាយទ័ពអាមេរិកនៅប៉ូឡូញនេះគឺជាទ័ពភ័ស្តុភារនិងមិនប៉ះពាល់ដល់សមត្ថភាពការពារជាតិរបស់ប្រទេសនិងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើយតែដោយជាក់ស្ដែងទៅនោះប៉ូឡូញហាក់ដូចជាកំពុងខកចិត្តខ្លាំងពីព្រោះរាល់គ្រប់សេណារីយ៉ូដែលគិតពីមុនត្រូវក្រឡាប់ចាក់ទាំងអស់រដ្ឋាភិបាលប៉ូឡូញធ្លាប់សង្ឃឹមថាកងទ័ព 5,000 នាក់ដែលអាមេរិកប្រកាសដកចេញពីអាល្លឺម៉ង់ទំនងក៏នឹងអាចផ្ទេរទៅកាន់ប្រទេសផ្សេងដោយក្នុងនោះអាចទទួលគម្រោងពង្រាយកងទ័ពអាមេរិកបន្ថែមប្រមាណ 4,000 នាក់នៅប៉ូឡូញតែសមិទ្ធកម្មនេះត្រូវរលាយត្រឹមថ្ងៃសុក្រទី15ឧសភាហើយមន្ទីរបញ្ចកោណបានបដិសេធមិនផ្ដល់សេចក្តីពន្យល់អ្វីទាំងអស់នាយអគ្គសេនាធិការកងទ័ពជើងគោកអាមេរិកលោកឧត្តមសេនីយ៍ Christopher Lanier បានត្រឹមតែអះអាងថាបញ្ជាការកងទ័ពនៅអឺរ៉ុបបានទទួលបញ្ជាតាក់ទងនឹងការកាត់បន្ថយទ័ពនៃកងពលតូចរដ្ឋពាសដែកហើយកងពលតូចនេះមិនត្រូវបានលើកទៅពង្រាយនៅក្នុងប្រទេសមួយផ្សេងទៀតនៅអឺរ៉ុបទេបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកការដកកងទ័ពចេញពីអាល្លឺម៉ង់នឹងប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីនិងឆាប់ត្រឹមតែប្រមាណពី6ខែទៅ1ឆ្នាំតែប៉ុណ្ណោះឯចំនួនកងទ័ពត្រូវដកចេញពីអាល្លឺម៉ង់អាចមានចំនួនលើសពី 5,000 នាក់នេះបើតាមប្រសាសន៍សង្កត់ធ្ងន់បន្ថែមរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលទន្ទិញដដែលថាអឺរ៉ុបត្រូវតែទទួលបន្ទុកការពារជាតិខ្លួនឯងឲ្យបានច្រើនជាជាងការរំពឹងផ្អែកលើតែអាមេរិកសម្រាប់ក្រុមសមាជិកសភាអ្នកប្រជាធិបតេយ្យក៏ដូចជាខាងសាធារណរដ្ឋរបស់អាមេរិកវិញការលុបគម្រោងពង្រាយទ័ពនៅអឺរ៉ុបឬនៅប៉ូឡូញគឺជាសំណុំរឿងដ៏ទើសទាល់មួយនិងដែលអាចធ្វើឲ្យគេគិតថាអាមេរិកជាសម្ព័ន្ធមិត្តដែលមិនគួរឲ្យទុកចិត្ត